បាទដែលជំរាបសួរបងប្អូនជនរួមជាតិទាំងអស់ជាទីមេត្រីជាពិសេសបងប្អូនដែលតែងតាមដានព័ត៌មានតាមសង្គម Facebook នៅពេលនេះខ្ញុំបាទប៉ែនពុទ្ធសភាមានកិត្តិយសបានជួបបងប្អូនសាជាថ្មីម្ដងទៀតហើយដោយបងប្អូនបានដឹងហើយថានៅពេលនេះយុទ្ធនាការនៃការប្រមូលថវិការបស់គណៈបក្សសង្គ្រោះជាតិដែលមានទីស្នាក់ការនៅទីក្រុងភ្នំពេញនោះកំពុងតែចាប់ផ្ដើមឡើងយ៉ាងសស្រាក់ស្រាំយើងឃើញថាបងប្អូនខ្មែរជាច្រើនមានទាំងកសិករកម្មករមន្ត្រីរាជការអ្នករកស៊ីនៅក្នុងខេត្តនៅក្នុងទីក្រុងគ្រប់ច្រកល្ហកទាំងអស់កំពុងតែចូលរួមឧបត្ថម្ភថវិកាតិចក្តីច្រើនក្តីដើម្បីដំណើរការផ្សាយនៃទូរទស្សន៍ព្រះអាទិត្យរបស់គណៈបក្សសង្គ្រោះជាតិដែលក្រុងនឹងចាប់ផ្ដើមនៅខែធ្នូឆ្នាំ2015ខាងមុខនេះអញ្ចឹងទេខ្ញុំបាទប៉ែនពុទ្ធសភាក៏សូមបញ្ជាក់ប្រាប់បងប្អូនថាការចូលរួមឧបត្ថម្ភនេះគឺមានពីរបែបទី1ជាការឧបត្ថម្ភបែបតាមសទ្ធាជ្រះថ្លារបស់យើង1000 2000រៀលក្តីរហូតដល់100 200ដុល្លារក៏បានហើយការចូលរួមមួយទៀតគឺរបៀបជាវិនិយោគគឺយើងអាចទិញភាគហ៊ុនទូរទស្សន៍នេះដែលមួយហ៊ុនគេលក់តម្លៃ1000ដុល្លារអញ្ចឹងទេបើបងប្អូនពេញចិត្តនៅជំរើសណាមួយបងប្អូនអាចតាក់ទងគណៈបក្សសង្គ្រោះជាតិព័ត៌មានបន្ថែមនៅទីស្នាក់ការគណៈបក្សសង្គ្រោះជាតិសង្កាត់ចាក់រ៉េលើរាជធានីភ្នំពេញដែលជារៀងរាល់ព្រឹកនិងល្ងាចហ្នឹងឃើញថាក្រុមការងារនេះកំពុងតែទទួលរងចាំបងប្អូនទទួលថវិកាប្រាក់ឧបត្ថម្ភហើយពេលណាដែលបងប្អូនបរិច្ចាគពេញចិត្តនៅចំណុចណាមួយនោះបងប្អូនដល់លុយទៅគេនឹងឲ្យមកកាន់ដៃទន្ទឹម